សក់គឺ4ឆ្នាំហើយចាហើយថ្ងៃនេះគឺជាថ្ងៃថតរូបរបស់នាងខ្ញុំហើយនេះគឺជាសកម្មភាពខ្លះជាមួយនឹងមិត្តភ័ក្តិនៅក្នុងថ្ងៃថតរូបដំបូងយើងធ្វើការ make up ដើម្បីរៀបចំខ្លួនទៅកាន់កន្លែងថតរូបហើយនេះគឺជាចន្លោះម៉ោងខ្ទង់7កន្លះបន្តមកយើងក៏បានមកដល់សាលាហើយស្លៀកពាក់បែបខ្ជូតបែបវៀតណាមខ្ជូតអីចឹងហើយនេះគឺជាសកម្មភាពដែលយើងថតរូបដែលមានកាមេរ៉ាគាត់ប្រាប់ធ្វើ style មិនស្អាតជុំថ្នាក់របស់យើងអញ្ចឹងបន្ទាប់ពីថតរូបជុំគ្នាហើយក៏ថតរូបរៀងខ្លួនបែបខ្ជូតជាមួយនឹងមិត្តភ័ក្តិក៏ដូចជាបងប្អូនផងដែរហើយក៏អរគុណបងប្អូននិងមិត្តភ័ក្តិដែលបានថតខ្ជូតខ្លាំងមែនតើCongratulations, made it through the fire and the complications. Now they see me ballin', no explanation. So my mama, we gon' rise, no hesitation. Now I walk through the city, they know my name. Time is on my neck, but I still feel the same. Used to dream about it, now it's real, no game. Everywhere I go, they scream out my name. Congratulations. ហើយនេះគឺមិត្តភ័ក្តិខ្ញុំចានិយាយទៅគឺចេញខំសឹបមកឡើងច្រើនដល់ពេលចេញមកបានប្រហែលវីដេអូឲ្យគត់ហើយនេះគឺម៉ោងបាន12:10ថតរួចរាល់អស់ហើយក៏ធ្វើ style ចេញប្រហែលប៉ុស្តិ៍ទៀតអញ្ចឹងនិយាយទៅគឺវីដេអូគឺ solo album ដោយលក្ខណៈថាអត់មានមនុស្សចូលរួមអញ្ចឹងប៉ុន្តែជាក់ស្ដែងគឺមនុស្សច្រើនប៉ុន្តែពេលហ្នឹងគឺអត់បានថតចេញជាវីដេអូដោយសារយើងកាន់កាមេរ៉ាថតបានតែជាស្លឹកហើយ style ខ្ជូតអីអញ្ចឹងលក្ខណៈថាកូនកំមុំវៀតណាមអីអញ្ចឹង style ចេញមកលក្ខណៈកវីកវត្តតែឯងនិយាយទៅគឺស្អាតមែនតើមានអារម្មណ៍ថាពេលដែលយើងតែងបែបហ្នឹងទៅវាប្លែកមួយយ៉ាងដូចមិនជាខ្លួនឯងថ្ងៃហ្នឹងគឺថាដូចជាមិនមែនខ្លួនឯងទេហើយសារមុខយើងពេលផាត់ទៅរឿងប្លែកហើយនៅពេលដែលខ្ញុំថតនេះគឺឡើងចាប់អស់ហើយនេះគឺខ្ញុំចាប់ដើមមកដើរទៅដើម្បីរៀបចំមកបានហើយនេះគឺចុះកដោដែលមិត្តភ័ក្តិយើងឲ្យខ្លះបងប្អូនឲ្យទៅអរគុណច្រើនដោយសារច្រើនពេកអញ្ចឹងក៏នឹកឃើញលក្ខណៈថាធ្វើវីដេអូមួយទុកជាអនុស្សាវរីយ៍ឲ្យខ្លួនឯងដែរហើយនេះចង់សើចខ្លួនឯងទៅនេះលក្ខណៈចេញមក style ខ្ជូតតែខ្ជូតនេះពេលដែលកាន់ផ្កាកាន់អញ្ចឹងទៅផ្កាវាធ្លាក់ហើយទៅធ្វើ style បោះសំទោសមែនចេញមក style ពេកហើយនេះគឺខ្ញុំថតលក្ខណៈបែបដើរខ្ជូតចុងក្រោយអានេះកដោមិត្តភ័ក្តិឲ្យខ្ជូតមែនតើអានេះយើងមកកាត់ដល់ឈុតទី2អានេះឈុតទី2នេះគឺខ្ញុំចង់ថត concept បែបលក្ខណៈរៀង sexy អីតិចតួចហើយអានេះគឺខ្ញុំថតនៅកន្លែងបែបពហិបុរាណអីដូចវាត្រូវជាមួយនឹងឈុតណាដោយសារពាក់ឈុតហ្នឹងយើងថតនៅតំណឹងទៅវាស៊ី concept ដែលខ្ញុំចង់មកថតនេះគឺខ្ញុំចង់ថតបែបលក្ខណៈខ្ជូតទៅតាមឈុតហ្នឹងអញ្ចឹងប៉ុន្តែដល់ពេលដែលខ្ញុំបានមកដល់កន្លែងថតជាក់ស្ដែងគឺខ្ញុំមើលថាយើងតែងរៀងកាចដល់ពេលរូបចេញមកចង់បែបរៀងកាចវិញហើយនេះគឺខ្ញុំធ្វើការឡើងទៅខាងលើគឺបែបលក្ខណៈពហិស្អាតបែបយើងអាចថត concept ដែលយើងចង់បានអានេះគឺខ្ញុំដើរមកដល់ខាងលើហើយក៏ចាប់ផ្ដើមរៀបចំថតរបស់ដែលខ្ញុំយកមកថតថ្ងៃហ្នឹងគឺសិតតែជាកដោខ្លះដែលមកភ័ក្រឲ្យដោយសារតែឃើញវាស្អាតអញ្ចឹងទៅក៏យកមកតាមខ្លួនដើម្បីថតឲ្យវាស៊ីជាមួយនឹងឈុតដូចគ្នាអ្នកដែលតាមដល់ខ្ញុំដឹងថាខ្ញុំមុខកាត់ទៅណាដូចខ្មែរអត់កូនខ្មែរ 100% ហើយនេះគឺខ្ញុំចាប់ផ្ដើមមកមើលរូបភាពខ្លះវាស្អាតអត់ហើយក៏បង្ហាញកដោខ្លះដែលមិត្តភ័ក្តិយើងឲ្យសិតតែ concept ខ្ញុំយកមកថតទាំងអស់និយាយទៅគឺរូបស្អាតខ្លាំងមែនតើយើងថតក៏ដូចជាផាត់មុខហើយការតែងអីគឺវាសមវាស្អាតនិយាយទៅឈុតលើកហ្នឹងគឺស្រឡាញ់បែបហ្នឹងអត់ចង់បានបែបសុភាពពេកក៏អត់ចង់បានបែប slow ពេកនិយាយទៅគឺឈុតហ្នឹងគឺស្រឡាញ់ខ្លាំងតែនហើយនេះគឺជាcongratulation របស់ខ្ញុំហើយក៏មានឈ្មោះរបស់ខ្ញុំពេញនៅក្នុងនឹងដែរអាហ្នឹងក៏ទៅខ្លួនឯងគឺខ្ញុំព្រីនឲ្យខ្លួនឯងវាស្អាត
ឥឡូវយើងមកមើលថាតាសកម្មភាពខ្ញុំថតហ្នឹង rate ឲ្យប៉ុន្មានបន្ទុកដែរគាត់ថា style អីគឺវាចេញមក natural យើងអត់បានកតុកឲ្យយើងថតយកហ្មងវីដេអូអីបែបហ្នឹង បន្តមកទៀតគឺខ្ញុំមកកាត់មកដល់ល្ងាចហើយអានេះខ្ទង់ម៉ោង 5 កន្លះ 6 ហើយខ្ញុំមកថតកន្លែងផ្សារកន្លែងនេះគឺផ្សារធំដែលខ្ញុំនៅអញ្ចឹងហើយកន្លែងនេះខ្ញុំថតទៅខ្ញុំឃើញគេ review មកเลยណាឃើញថតស្អាតអញ្ចឹងខ្ញុំក៏កាន់ផ្កាកន្លាបដែលគ្នាយើងឲ្យយកមកថតកន្លែងនោះគឺខ្ញុំស្អាតមែនតើដោយសារតែឃើញផ្កាវាពណ៌ក្រហមហើយវាត្រូវមួយឈុតនេះទៅគឺថតចេញមក concept មកគឺខ្ជូតខ្លាំងហើយទៅខ្ញុំស្រឡាញ់កន្លែងប្លង់នឹងដូចគ្នាអ្នកនរគ្នាដែលមើលហ្នឹងឲ្យមកបន្ទុកដែរចាកន្លែងហ្នឹងកន្លែងគាត់ថាកន្លែងហ្នឹងខ្ញុំស្រឡាញ់បែបលក្ខណៈថា slow សុភាពស្អាតអញ្ចឹងយើងមើលតាមប្លង់កន្លែងបន្ទាប់មកនេះរៀងយកបាយគឺខ្ញុំក៏មកផឹកកន្លែងតិចតួចកន្លែងហ្នឹងគឺ review ថារៀងទូចប៉ុន្តែប្លង់ថតចេញមកបែបលក្ខណៈរៀងបុរាណតិចសម័យតិចនិយាយទៅគឺប្លង់ស្អាតប៉ុន្តែកន្លែងវាទូចហ្មងហើយនេះចុងក្រោយគេក៏ខ្ញុំបានមករៀបចំកដោខ្លះដែលបងប្អូនយើងឲ្យអរគុណខ្លាំងចំពោះការស្រឡាញ់ទាំងអស់គ្នានិយាយទៅគឺខ្ញុំស្រឡាញ់ដល់គ្នាហើយនេះក៏ជា memory របស់ខ្ញុំមួយដែរដែលជា memory ដែលខ្ញុំបានបញ្ចប់ការសិក្សារយៈពេល 4 ឆ្នាំខ្ញុំក៏អរគុណដល់ខ្លួនឯងដែលបានរៀនចប់ហើយក៏អរគុណដល់រឿងគ្រប់យ៉ាងដែលយើងបានជួបកន្លងមកហើយក៏អរគុណដល់ក្រុមគ្រួសារនិងមិត្តភក្តិ